កាលណាយើងជក់ប្រៃកាន់តែច្រើនសាស្ត្រាកាន់តែច្រើនគឺបង្កឲ្យមានហានិភ័យកើតមហារីកកាន់តែច្រើនការការពារជំងឺមហារីកវិមានធំក៏វាស្តៀងទៅនឹងជំងឺមហារីកផ្សេងទៀតដែរតើតងដំបូងផុតគឺ lifestyle តើតងនឹងការបែបផែនការរស់នៅរបស់យើងប្រចាំថ្ងៃហ្នឹងតើតងជាមួយរបបអាហាររបស់យើងមានតើតងជាមួយនឹងការជក់ប្រៃនិងការផ្សាស្រាកាលណាយើងជក់ប្រៃកាន់តែច្រើនផ្សាស្រាកាន់តែច្រើនគឺបង្កឲ្យមានហានិភ័យកើតមហារីកកាន់តែច្រើនមហារីកយូរទៅដោយឡែកអីដែលលើសមហារីកផ្សេងទៀតនៅក្នុងពោះវៀនធំគឺអ្នកដែលគាត់មានដុំគេហៅប៉ូលីបពាក្យបច្ចេកទេសគេហៅឬដូងកាលណាគាត់មានឬដូងគាត់ត្រូវតែព្យាបាលឬដូងហ្នឹងគាត់អត់គួរទុកឬដូងហ្នឹងទេព្រោះអីឬដូងហ្នឹងគឺវាមានហានិភ័យឲ្យដុំកន្លែងឬដូងប៉ូលីបហ្នឹងវាវិវត្តទៅជាសាច់កាចក្នុងពេលណាមួយ